មានបងប្អូនជាច្រើនគាត់តែងតែខមមិនសួរអំពីសត្វក្រពើចឹងណាបងប្អូនបាទដោយសារតែគាត់ឃើញខ្ញុំរកគ្រឿងសមុទ្ររាល់ថ្ងៃនេះជាមួយទឹកផងឆ្លងព្រែកផងឆ្លងសមុទ្រផងចឹងទៅអត់ខ្លាចសត្វក្រពើទេអីបាទចឹងក្នុងវីដេអូនេះសូមស្រាវជ្រាវអ្នកនរគ្នាតែម្ដងទៅបាទសម្រាប់ក្រពើអ្នកណាជួបបាក់ខ្លាចដូចតែគ្នានឹងអ្នកនរគ្នាតែដោយសារតែជីវភាពចឹងណាបងប្អូនបាទហើយណាមួយតំបន់ព្រែកនេះគឺយើងតែងតែមករកដងចឹងទៅយើងអត់សូវខ្លាចវាប្រហែលទេណាតែបើសួរថាមានអត់បាទគឺមានតែខែវស្សាទេណាបងប្អូនទាំងអស់គ្នាដោយសារតែខែនេះគឺទឹកប្រៃខ្លាំងដល់ចឹងទៅវាអត់នៅទេវាចាប់ដំឡើងទៅតំបន់ក្បាលអូក្បាលលើចឹងទៅបាទក៏ប៉ុន្តែនៅពេលដែលខែវស្សាភ្លៀងធ្លាក់ខ្លាំងតំបន់ទឹកសាបវាចាប់ដំចុះមកទៀតហើយបងប្អូននៅបាទនៅតំបន់នេះហើយបើយើងដើររកងារភក់រាល់ថ្ងៃនេះគឺយើងជួបតែរូងរបស់វាចាស់ទេហើយសម្រាប់សត្វក្រពើនេះគឺវាចូលចិត្តនៅតំបន់ដែលមានមកកណាត់ទឹកសាបមកកណាត់ទឹកប្រៃចឹងណាអ្នកនរគ្នាបាទឧទាហរណ៍តំបន់អូតំបន់ភ្នំដែលទឹកហូរធ្លាក់ពីភ្នំហើយចុះមកខាងសមុទ្រនេះគឺមកកណាត់សាបមកកណាត់ប្រៃហ្នឹងគឺវាចូលចិត្តនៅណាស់ហើយព្រែកខ្ញុំមកតែរនេះក៏វាភ្ជាប់ជាមួយនឹងតំបន់ទឹកអូហូរចាក់ពីភ្នំមកដែរណាអ្នកនរគ្នាបាទនៅអ្នកនរគ្នាឥឡូវនេះយើងកុំឲ្យរាយរាប់ច្រើនពេកចឹងណាឥឡូវនេះយើងមកចូលនៅសកម្មភាពបាទវីដេអូស្រក់ទឹកមាត់យើងទៀតហើយបងប្អូនទាំងអស់គ្នាហើយបាទខ្ញុំជឿថាបងប្អូនដែលបានទស្សនាវីដេអូនេះហើយបាទប្រកាសជាប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងមែនតើបាទដោយសារតែថ្ងៃនេះយើងបានចំណាយពេលមួយថ្ងៃពេញតែម្ដងបងប្អូនទាំងអស់គ្នាដើម្បីទៅរកងាវភក់ក៏ដូចជាខ្យងត្រដិតនៅក្នុងព្រែកតាមដងព្រែកនឹងតែម្ដងបាទដោយរាល់ដងយើងធ្លាប់តែរកងាវភក់តែមួយមុខទេក៏ប៉ុន្តែថ្ងៃនេះយើងរកងាវភក់ផងយើងរកខ្យងត្រដិតផងដើម្បីយកមកធ្វើម្ហូបផងចឹងទៅសម្រាប់ងាវភក់យើងរកដើម្បីលក់ហើយខ្យងត្រដិតបាទយើងរកដើម្បីហូបបាយពេលថ្ងៃចឹងណាព្រោះថាយើងមកតំបន់សមុទ្រនេះគឺអត់ខ្វះម្ហូបទេបងប្អូនហើយបាទយើងយកតែបាយមកពីផ្ទះចឹងទៅយើងរកគ្រឿងសមុទ្រផ្សេងៗនៅតំបន់បរិវេណព្រែកកងកាំងហ្នឹងគឺយើងបានគ្រឿងសមុទ្រក៏ដូចជាម្ហូបហ្នឹងបានហូបបាយមកពេលហើយបងប្អូនហើយបាទអត់សូវពិបាកប្រហែលទេសម្រាប់ខ្ញុំអ្នកសមុទ្រនីវបាទនៅបងប្អូនគ្នាបាទនេះគឺជាសកម្មភាពបាទដែលយើងរកងាវភក់បាទមួយបែបទៀតហើយបងប្អូនគ្នាបាទគឺយើងរាវតាមខ្លងសម្រាប់បងប្អូនដែលគាត់ធ្លាប់មករកងាវភក់នៅក្នុងតំបន់សមុទ្រក៏ដូចជាគាត់នៅតាមតំបន់សមុទ្រនេះគាត់ប្រកាសជាយល់ហើយបងប្អូនហើយថាយើងរកងាវភក់នៅតាមតំបន់ខ្លងហ្នឹងគឺរកបែបម៉េចចឹងទៅបាទគឺយើងជន់ខ្លងបងប្អូននៅពេលដែលទឹកនេះខ្លាំងចឹងបាទងាវភក់នៅតំបន់ខ្លងនេះគឺធំណាអ្នកនរគ្នាមួយដឹងមួយតែម្ដងបើសិនជាអ្នកនរគ្នាបកាយរកបកាយជន់ចឹងទៅសម្រាប់ងាវភក់នៅតំបន់នេះគឺយើងរកបានតែនៅពេលដែលយើងមានកម្ពស់ខ្ពស់ដែរណាបាទបើសិនជាយើងទៀបគឺលិចក្បាលលោហើយបងប្អូនហើយបាទព្រោះថាខ្លងនៅព្រែកតិចតួចចេះគឺជ្រៅបាទទឹកវាហូរច្រោះបងប្អូនទឹកវាហូរខ្លាំងដល់ចឹងទៅធ្វើឲ្យខ្លងតំបន់នេះគឺវាជ្រៅក៏ប៉ុន្តែបើសិនជាយើងជន់បានណាគឺងាវភក់ធំមែនតើបងប្អូនហើយមួយដឹងមួយតែម្ដងអាចថា1 4ខាំ3ខាំ4ខាំសឹងថាចិត្តកន្លះគីឡូក៏មានដែរបាទចឹងគឺសប្បាយខ្លាំងមែនតើនៅពេលដែលយើងរកបានងាវធំចឹងទៅនឹងដល់គ្នាសម្រាប់ការរកនេះគឺយើងរកពីកន្លែងមួយទៅកន្លែងមួយពីកន្លែងមួយទៅកន្លែងមួយទម្រាំឲ្យបាន1គីឡូហ្នឹងក៏វារៀងហត់គួរសមដែរបាទណាមួយយើងក្បូននេះគឺវារៀងហត់គួរសមដែរណាក៏ប៉ុន្តែអីបងប្អូនដោយសារតែវាមានម្លប់មានអីចឹងទៅអត់សូវថ្ងៃក្តៅអីម៉ានទេនៅតាមតំបន់មាត់ព្រែកចេះគឺម្លប់តែជាក់ស្រួលមែនតើបាទស្រួលណាស់បាទចឹងសម្រាប់បងប្អូនណាដែលចង់មកលេងតំបន់សមុទ្រអីបាទគួរតែមកតំបន់ព្រែកកងកាងផងបាទពីព្រោះតំបន់សមុទ្រពេលខ្លះបងប្អូនទៅតំបន់ដែលមានឆ្នេរចឹងទៅក៏ប៉ុន្តែមិនដឹងថាតំបន់ដែលមានព្រែកកងកាងនេះគឺវាស្អាតកម្រិតណាទេណាបាទគឺស្អាតឆ្ងាយដាច់ពីតំបន់ដែលមានខ្សាច់តែម្ដងបាទហើយបងប្អូនគ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមសំចតក្បួនរបស់យើងហ្នឹងបាទសម្រាប់មកទទួលសិនដោយសារតែរៀងអស់កម្លាំងគួរសមដែរបងប្អូនព្រោះយើងធ្វើដំណើរមកឆ្ងាយដែរតម្រុំមកអ៊ំដល់ទីតាំងមួយចឹងទៅចឹងងាយភួតនេះយើងរកមកសន្ទុះដែរបងប្អូនហើយបាទរីករាសៀលដែរមិនមកសន្ទុះទេបងប្អូនឥឡូវនេះពេលនេះរៀងរាសៀលដែរតែយើងរកបានប៉ុណ្នេះគឺវាច្រើនគួរសមដែរសម្រាប់យើងអ្នកសមុទ្រនេះមានតែមុខរបរនឹងទេដែលចិញ្ចឹមជីវិតរាល់ថ្ងៃចឹងបងប្អូនទាំងអស់គ្នាបាទរកមួយថ្ងៃហូបមួយថ្ងៃចឹងទៅបាទមិនបានយកតាណាទេបាទហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវនេះយើងក៏ចាប់ដើមបាទផឹកទឹកបាទយកកម្លាំងកំហែងបន្តិចបន្តួចបាទសម្រាប់មកសន្ទុះចឹងទៅនៅលើក្បួនរបស់យើងផងដែរហើយទឹកស្មាននេះនឹងគឺវាចាប់ដើមចង់ពេញវិញអ្នកទាំងអស់គ្នាបាទព្រោះទឹកស្មាននេះគឺវាចាប់ដើមហូរចូលវិញណាឥឡូវនេះយើងក៏ចាប់ដើមបាទមកទួសខ្យងត្រដិតរបស់យើងដើម្បីយកទៅធ្វើម្ហូបស្រោចទឹកត្រីកកកុងបាទហូបជាមួយនឹងខ្ទឹមបំពងក៏ធម្មធាតុចឹងទៅសម្រាប់បងប្អូនដែលចូលចិត្ត oyster ចឹងទៅខ្ញុំសូមរីកុំមិនឲ្យហូបខ្យងត្រដិតនេះឲ្យបានម្ដងណាបាទនៅពេលដែលគាត់ហូបបានម្ដងគាត់ដឹងពីរសជាតិរបស់វាថាវាឆ្ងាញ់កម្រិតណាចឹងទៅបាទសឹងថាចង់ឆ្ងាញ់ជាង oyster ទៀតអ្នកទាំងអស់គ្នាហើយតម្លៃរបស់វានឹងគឺធូរថ្លៃខ្លាំងមែនតើបាទខ្យងត្រដិតនេះយើងទួសថ្មីចឹងទៅយកទៅហូបជាមួយនឹងខ្ទឹមបំពងក៏ធម្មធាតុបងប្អូនអើយបាទរសជាតិហូបដឹងតែរសជាតិដំបេះតែម្ដងបាទណាបងប្អូនគ្នាឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមទួសខ្យងត្រដិតហ្នឹងបាទបន្តិចបន្តួចចឹងទៅដើម្បីយកទៅធ្វើម្ហូបចឹងទៅបាទទួសបដាហូបបដាចឹងខ្យងត្រដិតនេះគឺវានៅតំបន់ជាប់តំបន់មេឃឈើផងជួនកាលវានៅជាប់នឹងថ្មផងក៏មានដែរហើយរសជាតិរបស់វាគឺអត់ឆ្អាបទេយើងអាចហូបបានភ្លាមក៏បានដែរទទេហ្នឹងក៏យើងអាចហូបបានដែរណាបាទដូចតែ oyster ដែរទេអ្នកនរគ្នាខ្យងត្រដិតនេះឥឡូវនេះយើងក៏បានទួសបានមកច្រើនគួរសមដែរអ្នកនរគ្នាមើលសាច់អូយបងប្អូននៅបាទឡើងសស្គូតែម្ដងទឹកដោះគោហ្មងចឹងណាឥឡូវនេះយើងក៏ចាប់ផ្ដើមបុកទឹកត្រីកកកុងរបស់យើង
យើងតែម្ដងបាទចឹងសម្រាប់ទឹកត្រីកកុងនេះបើបុកនៅកកុងបានហៅថាទឹកត្រីកកុងហ្នឹងអ្នកនរគ្នាបាទបើបុកនៅកពតគេហៅទឹកត្រីកពតណាបុកនៅភ្នំពេញគេហៅថាទឹកត្រីភ្នំពេញចឹងទៅបាទនិយាយលេងអ្នកនរគ្នាបាទណែបងប្អូនឥឡូវនេះយើងក៏បុកទឹកត្រីយើងរួចហើយយើងក៏ចាប់ដើមយកបាទខ្យងត្រដិតនិងកឋមថេតទៅបំពងនិងទឹកជ្រលក់បាទហូបជាមួយនឹងបាយរបស់យើងតែម្ដងបងប្អូនអើយបាទមើលទឹកជ្រលក់ហ្នឹងក៏ដឹងថាស្រក់ទឹកមាត់ដែរបាទឥឡូវនេះទឹកម្ទេសយើងនឹងឡើងក្រហមឆ្អិនឆ្អៅតែម្ដងបាទហើយសាច់ខ្យងត្រដិតរបស់យើងនឹងគឺឡើងសស្គុះតែម្ដងកំសត់ទឹកមាត់ណាបងប្អូនគ្នាបាទហូបហើយកំសត់ទឹកមាត់ឲ្យសោះអញ្ចឹងណាបាទឥឡូវនេះយើងក៏ចាប់ដើមសំគ្រឿងរបស់យើងមានកឋមថេតទៅបំពងអញ្ចឹងទៅដាក់ជាមួយនឹងខ្យងត្រដិតរបស់យើងស្រោចទឹកជ្រលក់អញ្ចឹងទៅហូបទៅបងប្អូនអើយបាទរសជាតិមែនតើណាបងប្អូនបាទនិយាយមែនតើបងប្អូនឲ្យឆ្ងាញ់មែនតើគឺចង់ឆ្ងាញ់ជាង oyster ទៀតដូចប្រាប់នៅដើមវីដេអូអញ្ចឹងទៅបាទអញ្ចឹងខ្ញុំក៏បានហូបយកបងប្អូនឲ្យព្រោះពេលនេះគឺពេលរសៀលដែរហើយព្រោះយើងប្រញាប់ទៅផ្ទះដែរបងប្អូនទាំងអស់គ្នាបាទព្រោះថាខ្លាចយប់តាមផ្លូវអញ្ចឹងទៅហើយងាយភក់នេះយើងបានហូបបងប្អូនឲ្យងាយភក់នៅខាងក្រោយខ្នងដោយសារតែយើងហូបសើតែរាល់ថ្ងៃដល់អញ្ចឹងទៅយើងសង្កេតថាស៊ាំជាមួយនឹងរសជាតិរបស់វាអញ្ចឹងណាតែសម្រាប់ខ្យងត្រដិតនេះតលតែទឹកងាយខ្លាំងបាទយើងអាចហូបបានដល់អញ្ចឹងទៅវារៀងកម្រដែរណាបាទអញ្ចឹងសម្រាប់បងប្អូនណាដែលចង់ហូបខ្យងត្រដិតអីអញ្ចឹងទៅអ្នកទាំងគ្នាគួរតែប្រាប់ឲ្យបងប្អូនដែលនៅតំបន់សមុទ្រហ្នឹងគឺគាត់ផ្ញើទៅឲ្យហូបទៅបាទដើម្បីស្គាល់រសជាតិគេថាឆ្ងាញ់កម្រិតណាអញ្ចឹងទៅណាណែបងប្អូនគ្នាបាទវីដេអូយើងមិនតែប៉ុណ្្នឹងទេណាអរគុណចំពោះការទស្សនាវីដេអូនេះចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតណាបងប្អូនបាទបាយបាយអរគុណ